Ok, số sợi nọ này. Chẳng cái này cứ dương mà chụp này MP the mindset. How to be consistently profitable trader with the 3M. Chúng đang than nào này trong đăng MP vị trí sát trade, ca trô trade, bàn tay riêng đó nó cứ bị biến tràn tòa hơi nó không YouTube rồi có nó không social media. Bàn tay vậy là tầm khăn thằng nó cứ cái ọt ban bằng liên nhạc MP từ psychology từ concept tại thật nó không năng tệ. Chẳng nói thế này cứ nhóm năng chơi lùm lệ bay trong nói tầm khăn làm bay ở nào này ai chiên chỗ tôi không năng đầm nặng cả mũi xây tiệt rồi có trong nói tầm khăn xây tiệt đó thôi nào này ai xoay vô miền trong này đang ở căn té si chùm râu bên thèm nơi bay trong nói này cứ dân bắt đầu tầm khăn MP method nè rồi có trading system bàn tay khi mình làm ắt từ lời trading system đấy hay bà chỉ trading system nhưng năng thời cả làm ắt trong video to tiết nè thì phí cứ mindset nè đại bắt đầu sầm khăn từ lời discipline and control your emotion thì bây cứ money management and risk money and risk management bây giờ nói nhé cứ chia chùm nói sầm khăn ta chỉ cần nước đầm bay thôi ở nào ai become a consistent profitable trader with the long run មានន័យថាអ្នកនរគ្នាត្រូវដឹងពី3ចំណុចហ្នឹងហើយអ្នកនរគ្នាត្រូវប្រកាន់ short ដើម្បីឲ្យអ្នកនរគ្នាអាចធ្វើការ trade consistently for the long run ណាអូខេអញ្ចឹងអាចនៅលើទីផ្សារក្នុងពេលរយៈពេលយូរហើយអាចទទួលបានប្រាក់ចំណេញអូខេអញ្ចឹងយើងចាប់ផ្ដើមណាខ្ញុំនឹងបញ្យល់អ្នកនរគ្នាពី method ណាតើអ្វីទៅគឺជា method ឬក៏ trading system ឬក៏ trading strategy ណាអ្នកនរគ្នាមួយចំនួនប្រហែលជាធ្វើការសិក្សាផ្ដោតសំខាន់ទៅលើsystem ផ្សេងៗដូចជា smart money concept ណា ICT ណាអូខេ supply demand ណាអ្វីដែលអ្នកនរគ្នាដឹងនៅលើទីផ្សារណាអូខេអ្នកខ្លះក៏សិក្សាអំពី Bollinger Band RSI ផ្សេងណាវាមានវិធីសាស្ត្រច្រើនណាស់នៅលើទីផ្សារដែលអ្នកគេអាចស្វែងយល់ឬក៏រកបានពីអ្នកជំនាញឬក៏អ្នកដែលមានបទពិសោធន៍ហើយអ្នកទាំងអស់នោះអ្នកខ្លះក៏ទទួលបានប្រាក់ចំណេញអ្នកខ្លះក៏មិនទទួលបានប្រាក់ចំណេញផងដែរប៉ុន្តែអ្នកដែលទទួលបានប្រាក់ចំណេញជាប់លាប់ហ្នឹងគឺគេរក្សាអាចកំបាំងរបស់ពួកគេហើយពួកគេធ្វើអ្វីដែលកើតឡើងដដែលហើយដែលទៀតតែធ្វើឲ្យពួកគេអាចយកប្រាក់ចំណេញពីទីផ្សារហើយគេជៀសវាងអ្វីដែលគេជួបប្រទះបទពិសោធន៍ណាអូខេដែលធ្វើឲ្យពួកគេខាត់បងលុយអញ្ចឹងហើយពេលខ្លះក៏វាជាចំណុចមួយដែលជាការឈឺចាប់ណា pain ដែលជាចំណុចដែលឈឺចាប់របស់ពួកគេដែលគេមិនលាតត្រដាងនឹងឯងអូខេអញ្ចឹងនៅទីនេះគឺខ្ញុំនឹងបញ្យល់អស់គ្នាអំពីអ្វីទៅគឺជា method ណាអញ្ចឹងមុនពេលអ្នកនរគ្នាធ្វើការ trade ណា before you making any trading you need to have a trading system អ្នកនរគ្នាត្រូវមានប្រព័ន្ធនៃការ trade មួយដែលអ្នកនរគ្នាជឿទុកចិត្តណាប្រព័ន្ធដែលធ្វើឲ្យអ្នកនរគ្នាជឿទុកចិត្តឬក៏ដែលធ្វើឲ្យអ្នកនរគ្នាអាចទុកចិត្តបានណាឬក៏អ្នកនរគ្នាអាចរៀនហើយធ្វើការ back test ណាបទពិសោធន៍បាន for example នៅវីដេអូនាមឧត្តមនេះណាដំនេះគឺជា trading system that consistent profitable trader here ណាអ្នកគ្នាត្រូវប្រកាន់ខ្ជាប់ណា trade one set up and master it ធ្វើយ៉ាងណា trade ទៅលើប្រព័ន្ធ trade មួយហើយត្រូវតែជំនាញទៅលើវាណាអ្នកគ្នាអាចធ្វើជ្រើស trend following trading breakout trading ឬក៏ min reversal ណាអូខេ min reversion set up ណាគឺអាស្រ័យទៅលើអ្នកគ្នាណាអញ្ចឹងទាំងអស់នេះគឺខ្ញុំនឹងបញ្យល់ទៅលើវីដេអូបន្តទៀតឥឡូវខ្ញុំឲ្យអ្នកគ្នាមកយល់អំពី concept នេះសិនណា concept សំខាន់នេះសិនណាអូខេ here ណាចំណុចណាណា here which one អូខេ here ណាអញ្ចឹងអ្វីដែលខ្ញុំចង់ផ្ដោតសំខាន់នៅទីនេះណាអូខេ 3M ហ្នឹងគឺមានដូចជា method mindset and
money management អញ្ចឹងចំពោះ method ណាឬក៏ trading system ហ្នឹងគឺអ្នកនរគ្នាត្រូវតែមានវាមួយណាដើម្បីធ្វើឲ្យអ្នកនរគ្នាអាចទុកចិត្តបានហើយជឿជាក់ទៅលើវាហើយ trade ទៅលើវាតែមួយមុខគត់ដើម្បីឲ្យអ្នកនរគ្នាដឹងអំពី winning rate ណាអ្នកនរគ្នាតើទទួលបានប្រមាណអញ្ចឹងនៅពេលដែលអ្នកនរគ្នាដឹងអំពី winning rate ដឹងអំពី risk reward ប្រព័ន្ធនៃការ trade របស់អ្នកនរគ្នាអ្នកនរគ្នាអាចគ្រប់គ្រងបានណាទៅលើemotion ណាឬក៏ discipline នេះណាប៉ុន្តែប្រសិនបើអ្នកនរគ្នាអត់អាច control emotion ឬក៏មិនមានវិន័យទេអ្នកនរគ្នាប្រកាសជា blow out your account ដដែលណាអូខេអញ្ចឹងទី1គឺ trading system អ្នកនរគ្នាត្រូវកំណត់ trading rule ណាហេតុអីបានជាអ្នកនរគ្នាត្រូវកំណត់ trading rule គឺអ្នកនរគ្នាត្រូវប្រកាន់ខ្ជាប់វាបើសិនបើកំណត់ហើយណាវាដូចជាច្បាប់ដែលធ្វើឲ្យអ្នកនរគ្នាមានភាពរឹងប៉ឹងនៅក្នុងខ្លួនរបស់អ្នកនរគ្នាឬក៏ស្មារតីអ្នកនរគ្នាអញ្ចឹងហើយបានជា prop firm ណាតែងតែមាន rule អញ្ចឹងប្រសិនអ្នកនរគ្នា break the rule អ្នកនរគ្នានឹងបាត់ account វាដូចគ្នាប្រសិនបើអ្នកនរគ្នា break your trading rule អ្វីដែលអ្នកនរគ្នាបាន set up នេះហើយគឺជាគ្រោះមហន្តរាយដែលអ្នកនរគ្នាត្រូវទទួលរងណាអូខេអញ្ចឹងអ្នកនរគ្នាត្រូវប្រកាន់ខ្ជាប់វាណាប្រសិនបើអ្នកនរគ្នាមាន trading system ហើយអ្នកនរគ្នាកំណត់វាឡើងហើយអ្នកនរគ្នាត្រូវប្រកាន់ខ្ជាប់ហើយយកវាទៅប្រើប្រាស់ណាអូខេហ្នឹងហើយគឺជារឿងដែលសំខាន់យ៉ាងវិញទៀតអ្នកនរគ្នាត្រូវ note សរសេរវាណាប្រសិនបើអ្នកនរគ្នាអត់សរសេរវាចុះទេណាអត់សរសេរវាចុះទេអ្នកនរគ្នានឹងមិនប្រកាន់ខ្ជាប់វាទេដើម្បីឲ្យអ្នកនរគ្នាអាចប្រកាន់ខ្ជាប់វាខ្ញុំរីកមិនអ្នកនរគ្នាសរសេរវាឲ្យបានញឹកបំផុតណាយកមកសរសេរដៃណាសរសេរនៅលើกระดาษនៅលើសៀវភៅដើម្បីកំណត់វាជារៀងរាល់ថ្ងៃឬក៏ជារៀងរាល់សប្តាហ៍មុនពេលអ្នកនរគ្នាចូល trade អាហ្នឹងគឺជាវិន័យណាដែលអ្នកនរគ្នាត្រូវដឹងមុនគេណាវិធីដែលត្រូវចូលហើយអ្នកនរគ្នានឹងប្រកាន់ខ្ជាប់វាជ្រើសរើសវិធីសាស្ត្រណាមួយណា following a trading break out trading retest ណាឬក៏ mean revision អូខេឬក៏អ្នកនរគ្នាអាចធ្វើការ trade ដោយប្រើប្រាស់ smart money concept ICT supply or demand ណា bullish band breakout អ្វីណាមួយដែលអ្នកនរគ្នាជ្រើសរើសថាជា system ចូល system អញ្ចឹងការ trade របស់អ្នកនរគ្នាត្រូវតែមាន trading system trading strategy rule ណាពេលណាដែលត្រូវ trade ណាអ្នកនរគ្នាត្រូវជ្រើសរើសជា London session ជា New York session តែចន្លោះពីម៉ោងប៉ុន្មានទៅម៉ោងប៉ុន្មានណាអ្នកនរគ្នាត្រូវជ្រើសរើសម៉ោងឲ្យបានជាក់លាក់ហើយ pair ណាដែលត្រូវ trade ណាជា pair អីជាមាសណាជា Euro ជា GBP ណាឬក៏ជា JPY ហ្នឹងគឺអាស្រ័យលើអ្នកនរគ្នារបៀបនៅក្នុងការចូលទៅលើទីផ្សារទាំងអស់គ្នាវិភាគទៅលើគេខ្លះទៅលើ time frame big time frame វិភាគធំមក over time frame 4ម៉ោងដើម្បីមើលទំនោររបស់ទីផ្សារហើយមកមើលមក time frame 1 hour ឬក៏ដើម្បីធ្វើការ confirm ឬក៏អ្នកនរគ្នាចូលទីផ្សារទៅលើ15នាទីឬក៏5នាទីណាឬក៏1នាទីហើយគឺជាវិធីដែលអ្នកនរគ្នាអាចញែកវាចេញណាហើយ recommend ណាដដែលឲ្យម្ដងហើយម្ដងទៀតត្រូវតែសរសេរវាម្ដងហើយម្ដងទៀតណាដើម្បីធ្វើឲ្យអ្នកនរគ្នាចាំ note វាពីព្រោះអីអ្នក trade ដែល profit គឺតែងតែធ្វើរឿងដដែលដែលនាំឲ្យ profit ណាមិនមែនធ្វើរឿងដែលឲ្យខាតបង់ទេអញ្ចឹងអ្វីដែលខាតបង់គឺពួកគេជៀសវាងហើយណាអ្វីដែលធ្វើឲ្យគេឈឺចាប់ណាអ្វីដែលធ្វើឲ្យគេខាតបង់លុយហ្នឹងឯងទី2គឺ mindset ណាអញ្ចឹង trading system អ្នកនរគ្នាត្រូវមានណាត្រូវមាន rule ណាត្រូវមាន strategy កន្លែងដែលត្រូវចូលកន្លែងដែលត្រូវចេញម៉ោងចូលហើយ pair អីដែលត្រូវ trade ណាហើយនៅពេលដែលទទួលបាន profit តើចំនួនលុយប្រមាណតែអ្នកនរគ្នាត្រូវដកវាណាអូខេការកំណត់នៅក្នុងការដកលុយអ្នកនរគ្នាមិនត្រូវធ្វើការ trade ម្ដងទៀតហើយម្ដងទៀតនៅពេលដែលចំណេញហើយអត់មានដកលុយចេញហើយនៅពេលដែលខាតបង់គឺបាត់បង់លុយដែរអ្នកនរគ្នាចំណេញនឹងឯងអូខេអ្នកនរគ្នាត្រូវកំណត់ថាពេលណាត្រូវដកអូខេអញ្ចឹងមួយវិញទៀតណា mindset គឺជារឿងសំខាន់
phong đài trading method trading strategy ប្រសិនបើអ្នកនរគ្នាមិនមានវិន័យឬក៏មិនអាចគ្រប់គ្រងអារម្មណ៍របស់អ្នកនរគ្នាប្រកបទៅធ្វើការ trade ដោយមិនប្រកាន់ខ្ជាប់ទៅលើអាវិធីសាស្ត្រនៅក្នុងការ trade ហ្នឹងទេអញ្ចឹងហើយអ្នកនរគ្នាត្រូវមាន mindset មួយគឺត្រូវតែគោរពវិន័យមានភាពវិន័យហើយចេះគ្រប់គ្រងអារម្មណ៍នៅពេលដែលទីផ្សារចូលនឹងឯងអញ្ចឹងអ្នកនរគ្នាអាចមានប្រព័ន្ធនៃការ trade មួយដែលល្អstrategy go the best trading strategy ក៏ប៉ុន្តែបើសិនអ្នកនរគ្នាអត់មានវិន័យក្នុងការធ្វើវាឬក៏ស្របទៅតាមប្រព័ន្ធនៃការ trade អ្នកនរគ្នាទេគឺវាអត់ប្រយោជន៍ទេវានឹងធ្វើឲ្យអ្នកនរគ្នាខាតបង់លុយដដែលកង្វះនៃការដាក់វិន័យកង្វះវិន័យនឹងឯងតែធ្វើឲ្យប្រព័ន្ធការ trade របស់អ្នកនរគ្នាហ្នឹងទៅជារឿងមួយដែលអត់ប្រយោជន៍មានប្រព័ន្ធ trade ទៅអីបើសិនបើអ្នកនរគ្នាអត់មានវិន័យអត់មានការគ្រប់គ្រងនេះហើយគឺជាហេតុដែលធ្វើឲ្យ trader lose money ម្ដងហើយម្ដងទៀតលើទីផ្សារដដែលហើយដដែលទៀតអញ្ចឹងបើសិនបើចង់ consistent អ្នកនរគ្នាត្រូវប្រកាន់ខ្ជាប់បែបហ្នឹងមានប្រព័ន្ធ trade ហើយត្រូវចេះគោរពវាត្រូវចេះគោរពអ្វីដែលអ្នកនរគ្នាកំណត់អ្វីដែលអ្នកនរគ្នា back test strategy ហើយរំពឹងថាវានឹងប្រាក់ចំណេញរំពឹងថាអ្នកនរគ្នានឹងទទួលបានប្រាក់ចំណេញដូច្នេះអ្នកនរគ្នាត្រូវប្រកាន់ខ្ជាប់ជាមួយនឹង strategy ដោយមានវិន័យចេះគោរពវិន័យអូខេបើពុំដូច្នេះទេអ្នកនរគ្នានឹងបាត់បង់លុយឬក៏ blow your account ដដែលទៀតអញ្ចឹងភាពវៃឆ្លាតរបស់មនុស្សយើងអាចត្រូវបានកំណត់បែបនេះទៅលើអារម្មណ៍អញ្ចឹងហើយទើបមាននៅការគ្រប់គ្រងអារម្មណ៍emotional នេះគឺជារឿងដែលសំខាន់ហេតុអីបានជាអ្នក trade មួយចំនួន cannot control emotion ដោយសារពួកគេ grade ទី1ពួកគេលោភលន់ពួកគេភ័យខ្លាចចូលទីផ្សារយឺតអញ្ចឹងទៅហើយពួកគេបដិញ្ញាឃើញទីផ្សារឡើងក៏ចូលទៅតម្លៃត្រឡប់មកវិញមក hit SR ហ្នឹងហើយជារឿងដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ហ្នឹងឯងអូខេអញ្ចឹងនៅទីនេះ emotional is a powerful force that your inability to control it and can affect the scoreless experience and so always do your best to stay disciplined and discipline trading rule អញ្ចឹងអ្វីដែលសំខាន់គឺខ្ញុំចង់ឲ្យអ្នកនរគ្នាមានប្រព័ន្ធនៃការ trade អ្នកនរគ្នាអាចជ្រើសរើសតែខ្លួនឯងជា trend following ជា retest breakout retest ជា smart money ជា ICT ជា supply demand អ្វីក៏ដោយអញ្ចឹងអ្នកនរគ្នាត្រូវប្រកាន់ខ្ជាប់ហើយមានវិន័យកុំចូលទីផ្សារតាមអារម្មណ៍ព្រោះការចូលទីផ្សារតាមអារម្មណ៍អាចធ្វើឲ្យអ្នកនរគ្នា blow your account មិនមានវិន័យអាចធ្វើឲ្យអ្នកនរគ្នាខាត់បង់ឬក៏ blow your account ដូចគ្នាទី3គឺ money management ឬក៏ risk management money management នៅទីនេះគឺជារឿងដែលសំខាន់ព្រោះអីកាលណាប្រសិនបើអ្នកនរគ្នា cannot control your money ឬក៏ your risk every trade you will be add your money again and again នៅពេលនោះអ្នកនរគ្នានឹងធ្វើការ trade ហើយ add បន្ថែមលុយឬក៏បង្កើន position នៅពេលដែលចាញ់នឹងឯងវាគឺជារឿងដែលបដគ្នាជារឿងដែលបន្តគ្នាដែលធ្វើឲ្យអ្នកនរគ្នាបាត់បង់money នឹងឯងចំពោះ money management ខ្ញុំមាន money management ជាច្រើនដែលល្អហើយ money management ហ្នឹងក៏ជារឿងមួយដែលសំខាន់អ្នកនរគ្នាអាចប្រើ foot rule ឬក៏អ្នកនរគ្នាអាចប្រើដូចជា professional trader at a position នៅពេល will be a winning ប៉ុន្តែនៅពេលដែលអ្នកនរគ្នាចាញ់អ្នកនរគ្នាកាត់ខាតឲ្យលឿនបំផុតនៅពេលអ្នកនរគ្នា profit នៅពេលដែលតម្លៃ trend អ្នកនរគ្នាដឹងទំនោររបស់ trend របស់ទីផ្សារអ្នកនរគ្នាអាច add position ម្ដងបន្តិចយ៉ាងច្រើនមាន3ដំណាក់កាលតែប៉ុណ្ណោះទី1គឺ position A setup ឬក៏ B setup ឬក៏3 position ចឹងច្រើនបំផុត
អត់ឲ្យលើសពីនឹងទេណាព្រោះអីអ្វីដែលសំខាន់គឺអ្នកនរត្រូវរំកិលយក SL to control ឬក៏ take profit មុនពេលដែលអ្នកនរចូលទីផ្សារដែលបន្ថែម position មួយទៀតណាអូខេឬក៏អ្នកនរចាក់ចេញទៅលើទីផ្សារនៅពេលដែលឃើញទីផ្សារ reverse ណាអូខេអញ្ចឹងការ trading is all about ប្រភេទជាងពី probability អញ្ចឹងមានន័យថាការ trading អ្នកនរត្រូវដឹងអំពី high probab high winning rate ណាយក high probability ប្រសិនបើអ្នកនរដឹងអំពីprobab ណាដែលច្រើនជាង probab ណាដែលតិចជាងណាអ្នកនរដឹងអំពី probab ដែលឈ្នះនិង probab ដែលចាញ់អ្នកនរត្រូវយល់ដឹងអំពីវាពេលខ្លះប្រព័ន្ធនៃការ trade នេះណាមានការ trade ឱកាសឈ្នះច្រើនប៉ុន្តែ risk reward តិចវាមិនមែនជាឱកាសដែលល្អនោះទេណាពេលខ្លះ risk reward អាចច្រើនខ្ញុំគិតថាវាល្មមណាដើម្បីឲ្យវាមាន probab ខ្ពស់ឧទាហរណ៍1ទៅ2ឬក៏1ទៅ3ចឹងហោចណាស់ក៏លើសពីការខាត់បងណាអូខេមិនត្រូវធ្វើការ risk reward កន្លះឬក៏1នោះទេណាអាហ្នឹងគឺអ្នកនរត្រូវការ winning rate ខ្ពស់ណាស់អញ្ចឹងប្រសិនបើអ្នកនរចង់ consistent នេះណាខ្ញុំឧទាហរណ៍ថាមាន winning rate will be the 30% 30%ណាហើយអ្នកនរ1ទៅ3 30ទៅ 40% winning rate ខ្ញុំជឿថាអ្នកនរនឹងទទួលបាន consistent profitable trader ខ្លាយទៅជាអ្នក trade បែបនេះណាចឹងហោចណាស់1ទៅ3ហ្នឹងឯងត្រឹមតែប៉ុណ្្នឹងឯងអត់ចាំបាច់ច្រើនក៏បានដែរណាមាន winning rate ពី30ទៅ 40% ហើយមាន risk reward 1ទៅ3គឺ consistent ណាអូខេខ្ញុំចាត់ទុកថាវា consistent នេះអ្នកប្រសិនអ្នកនរចេះប្រើប្រាស់ money management and risk management ឲ្យបានត្រឹមត្រូវ you can only know what the better odds ណា to work and what does so you need to win over 15 rate អញ្ចឹងនៅទីនេះណាអ្នកនរត្រូវយល់ដឹងអំពី probability មួយដែលអ្នកគិតថាវាមានអតិភិបខ្ពស់សម្រាប់អ្នកនរវាអាចជាមាន winning rate លើសពី 60% ប៉ុន្តែខ្ញុំមិន recommend រាល់ trade ទាំងអស់សិតតែលើសពី 60% ទេណាអ្វីដែលសំខាន់អ្នកនរនេះណាឈ្នះតែ 35% ហើយ risk reward 1ទៅ3គឺអ្នកនរអាចឈ្នះហើយណា1ទៅ3ទៅ1ទៅ4នោះហើយគឺជាឱកាសដែលអ្នកនរអាចឈ្នះលើទីផ្សារដ៏ល្អហើយ will be consistently មិនចាំបាច់រហូតដល់ 60% ទេប៉ុន្តែ 60% នេះគឺជាឱកាសអំពី probab ណាខ្ញុំចង់និយាយបែបនេះមិនមែន winning rate over unit winning rate over 60% ទេណាអ្នកនរត្រូវការនៅទីនេះគឺដូច្នេះអ្នកនរត្រូវការ winning rate 60% ប៉ុន្តែជាក់ស្ដែងអ្នកនរមិនចាំបាច់តតែមាន winning rate 60% ទេទើបអាច consistent profitable បាន risk reward ណា money management ណា risk money management នេះគឺជាកត្តាមួយដែលធ្វើឲ្យអ្នកនរអាចធ្វើការគ្រប់គ្រងចលុះបានឬក៏ cover ចលុះមកវិញបាននៅពេលដែលអ្នកនរមាន risk reward ដែល reward ធំជាង risk 3 ដងទៅ5ដងណាអូខេអញ្ចឹងអ្នកនរត្រូវយល់អំពីកន្លែងនេះណា risk reward ណាពេលខ្លះប្រសិនបើអ្នកនរមាន gold winning rate ប៉ុន្តែ risk reward on ខ្ញុំឧទាហរណ៍ថាប្រសិនបើអ្នកនរមាន winning rate 90% ប៉ុន្តែ loss 5% winning rate ណាត្រឹមតែ 0.2 0.3 ប៉ុន្តែនៅពេលដែលអ្នកនរ loss ម្ដងគឺ 80% your account here ណានេះហើយគឺជាហានិភ័យខ្ពស់ធ្វើឲ្យ draw down ឧទាហរណ៍ equity curve របស់អ្នកនរឡើងរហូតណានៅពេលអ្នកនរឈ្នះប៉ុន្តែនៅពេលអ្នកនរចាញ់ម្ដង boom ណា here ណា your loss will be មកដល់ចំណុចគៀកកន្លែងដើមនេះហើយគឺជាហានិភ័យបំផុតណាអូខេអញ្ចឹងអ្នកនរត្រូវ control
យក winning rate ហើយ risk reward កាលណាប្រសិនបើ risk reward 1 ទៅ 2 ឬក៏1 ទៅ 3 អ្នកនរគ្នានឹងទទួលបាន consistency here ណាវាឡើងដូចជាប្រកម្មចដាណានេះហើយគឺជា equity curve here ណា equity curve ដែលជាសញ្ញា consistent គឺល្អណានេះហើយគឺជាហេតុផលដែលធ្វើឲ្យអ្នកនរគ្នាក្លាយទៅជា consistent trader បានណាដូច្នេះនៅពេលដែលអ្នកនរគ្នា trade ដោយ risk management អ្នកនរគ្នាត្រូវដឹងអំពី risk reward ហើយត្រូវព្យាយាមយកវាមក break even ប្រសិនបើ your risk reward will be ស្របតាម your favor ណាតាមលក្ខខណ្ឌដែលអ្នកឃើញថាទីផ្សារទៅតាមទំនោរដែរអ្នកនរគ្នាបាន trade ក៏ប៉ុន្តែបើសិនបើអ្នកឃើញថាទីផ្សារគឺមិនស័ក្តិសមនឹងអ្នកនៅក្នុងការចូល trade ទេអ្នកមិនចាំបាច់ធ្វើការ trade ទេនេះណាបើសិនបើអ្នកឃើញថាទីផ្សារគឺមិនស័ក្តិសមនឹងអ្នកទេឧទាហរណ៍ថាទីផ្សាររើង Shopee market ណាអ្នកមិនដឹងថាទីផ្សារនឹងត្រូវទៅណាដូច្នេះហើយប្រសិនបើមិនដឹងថាទីផ្សារនឹងត្រូវទៅណាហេតុអីបានជាយើងត្រូវចូល trade ណាហ្នឹងគឺជាចំនួនដែលអ្នកនរគ្នាត្រូវសួរខ្លួនឯងអញ្ចឹងអ្នកនរគ្នាត្រូវចេញពីទីផ្សារបែបនេះណាហើយបិទ computer ចេញនេះហើយគឺជាកត្តាដែលជួយអ្នកនរគ្នាអាចគ្រប់គ្រង money បានហើយមួយវិញទៀតណាព្យាយាមកុំ over trade ណាកុំព្យាយាមover trade គឺ trade ច្រើនណាការ trade ច្រើនហ្នឹងគឺជាហានិភ័យដែលធ្វើឲ្យអ្នកនរគ្នាបាត់បង់your money into the market គឺបាត់បង់លុយចូលក្នុងទីផ្សារវិញហើយវីដេអូនេះគឺប៉ុណ្ណឹងគឺខ្ញុំចង់ឲ្យអ្នកនរគ្នាយល់អំពី the mindset method and money management ចំពោះ money management ខ្ញុំបញ្ចូលឡើង money management តិចណាអីក៏វាជារឿងមួយតែអ្វីដែលសំខាន់គឺខ្ញុំប្រើ Masa Nilo គឺល្អប្រើជាងឬក៏អ្នកនរគ្នាប្រើ Kelly ណាគឺជារូបមន្តដែលល្អមួយឬក៏ Hell Carry ឬក៏អ្នកនរគ្នាព្រិច fixed percentage ណាឧទាហរណ៍ risk 0% 0.5% ណា every trade ណាហើយអ្នកនរគ្នា take a profit will be 1.5 នេះហើយគឺជារឿងមួយដែលល្អនេះគឺជាការដែល risk ដែលល្អនៅពេលអ្នកនរគ្នាមានmoney your capital ហើយអ្នកនរគ្នាចំណេញធ្លាក់មកវិញគឺ draw down គឺតិចតួចណាបើសិនបើ draw down បែបនេះ1 2 3អ្នកនរគ្នាឈ្នះតែមួយគឺ you will be profit here ណា again ហើយបើសិនបើអ្នកនរគ្នាឡើងមួយទៀតឈ្នះមួយទៀតគឺអ្នកនរគ្នានឹងមាន equity curve កើនឡើងណាអ្វីដែលសំខាន់គឺអ្នកនរគ្នា risk កាន់តែតិចប៉ុន្តែបើសិនបើអ្នកនរគ្នា risk ច្រើនណាឧទាហរណ៍អ្នកនរគ្នាចាញ់ 10% អ្នកនរគ្នាត្រូវ recover your loss 11% ត្រឡប់មកវិញតែបើសិនបើអ្នកនរគ្នា loss ណា 50% of your capital អ្នកនរគ្នាត្រូវការ recover មកវិញគឺ 100% ណាអូខេនេះហើយគឺជារឿងមួយដែលធ្វើឲ្យអ្នកនរគ្នាពិបាកអញ្ចឹងអ្នកនរគ្នាត្រូវធ្វើការ control your drawdown control your money នេះគឺជារឿងដែលសំខាន់ណាអូខេ and fixed percentage ណាក៏ជាកត្តាមួយដែលល្អផងដែរណាឧទាហរណ៍រូបមន្ត Kelly ណាតើគេចាត់ទុកថាជាដែលទទួលបានប្រាក់ចំណេញខ្ពស់ក៏ប៉ុន្តែ risk draw down មកវិញគឺច្រើនណាដូចគ្នាអញ្ចឹងហើយបានជា William ណាលោក William ដែលជា championship trader ដែល make money one turn $10,000 ទៅ$1 លានហ្នឹងគឺឈប់ប្រើវាណាព្រោះអីអត្រា draw down របស់វាគឺខ្ពស់មកវិញណាធ្វើឲ្យគាត់ឈប់ប្រើវាណាអញ្ចឹងអ្នកនរអាចប្រើជា 1/4 Kelly ណាឬក៏
percentage គឺ risk which percentage គឺជាអត្រាមួយដែលល្អណា1%នៃ account គឺងាយស្រួលណាអូខេ